Bọnប្អូនត្រូវចាំពាក្យសម្ដីរបស់លោកគ្រូទុកមិនថាប្អូនទៅទីណាទេគឺសិលធម៌គឺស្ថិតនៅអត្ថភាពមុនគេបង្អស់ដោយពាក្យចាស់បុរាណមួយដែលគាត់បានពោលថាអក្សរជាត្រីសម្ដីជាឯកលេខជាតោអញ្ចឹងអក្សរជាត្រីមានន័យថាម៉េចអក្សរជាត្រីមានន័យថាអក្សរគឺស្ថិតនៅក្នុងលំដាប់ទី3ត្រីប្រែមកថា3អញ្ចឹងអក្សរជាត្រីសម្ដីជាឯកនេះគឺមិនមែនសំដៅទៅលើការនិយាយស្ដីតែមុខគាត់ទេសម្ដីនៅពេលនេះគឺសំដៅទៅលើអិរិយាបថនៃការដេកដើរឈរអង្គុយសិលធម៌នៅក្នុងការរស់នៅការចេះសំពះបាទការចេះផ្ដល់តម្លៃឲ្យអ្នកដទៃការគោរពអ្នកដទៃអាហ្នឹងហើយគឺសំដៅលើសម្ដីជាឯកអញ្ចឹងមានន័យថាសិលធម៌គឺស្ថិតនៅលេខរៀងទី1ចំពោះមនុស្សយើងបើសិនជាករណីប្អូនចេះបាទប៉ុន្តែសិលធម៌ប្អូនយ៉ាប់ក៏ប្អូនមិនអាចខ្លាយទៅជាមនុស្សដ៏មានតម្លៃក្នុងសង្គមបានដែរប៉ុន្តែបើសិនជាករណីថាប្អូនមិនចេះប៉ុន្តែប្អូនមានសិលធម៌នោះមានន័យថានៅថ្ងៃខាងមុខជីវិតរបស់ប្អូនប្រកបជាប្រសើរឡើងក៏ប៉ុន្តែបើសិនជាករណីប្អូនចេះហើយប្អូនមានសិលធម៌ទៀតអានឹងជីវិតរបស់ប្អូនគឺប្រសើរពងពោះថ្លៃថ្លាមែនទែនម្ដងជាស្ដែងដូចជាសកម្មភាពរបស់បងប្អូនសិស្សានុសិស្សសម្រាប់ថ្នាក់ទី 8A របស់ខ្ញុំនេះគឺគាត់បាទនៅពេលដែលចែកសិលកិច្ចការគឺខ្ញុំបង្រៀនពួកគាត់ឲ្យចេះគោរពនិងសំពះគ្នានៅពេលខ្លះយើងអត់បានយកចិត្តទុកដាក់ចំពោះចំណុចតូចទាំងហ្នឹងបាទធ្វើឲ្យពួកគាត់ពេលដែលគាត់សំពះដំបូងគឺគាត់មានការខ្មាស់អៀនពួកគាត់គិតថាសំពះអីទេមិត្តភក្តិខ្លួនឯងសោះក៏ប៉ុន្តែការទម្លាប់បែបហ្នឹងជាប្រចាំធ្វើឲ្យគាត់លែងមានភាពខ្មាស់អៀនថ្ងៃក្រោយគាត់ទៅដាក់ពាក្យធ្វើការឬមួយក៏គាត់ទៅលេងគ្រួសាររបស់គាត់ពេលដែលគាត់មានគ្រួសារអញ្ចឹងណាអញ្ចឹងមានន័យថាពួកគាត់អាចទម្លាប់នៅក្នុងការសំពះអញ្ចឹងនៅពេលដែលសំពះគឺការសំពះចេញមកគឺសមរម្យទន់ភ្លន់គឺសមតែម្ដងប៉ុន្តែចំពោះអ្នកដែលមិនដែលទម្លាប់នៅក្នុងការសំពះបាទគឺឃើញថាពេលដែលសំពះចេញមកភ្លាមគឺយើងដឹងតែម្ដងថាមានអារម្មណ៍ដូចជាឆ្កងបាទតែបើយើងទម្លាប់គឺការសំពះរបស់គាត់គឺល្អអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងដើម្បីជាការចែករំលែកនៅចំណុចតូចនៅពេលខ្លះយើងគិតថាវាជាចំណុចតូចក៏ប៉ុន្តែបើយើងគិតឲ្យបានច្បាស់លាស់មែនទែនត្រង់ហ្នឹងមិនមែនជាចំណុចតូចទេជួនកាលការសំពះក៏អាចផ្លាស់ប្ដូរជីវិតរបស់យើងបានដែរឧទាហរណ៍យើងទៅកន្លែងណាមួយបាទយើងចេះសំពះចាស់ទុំអីអញ្ចឹងទៅអាចចាស់ទុំមានតម្លៃថាអូកូននេះមានសិលធម៌ល្អបាទគួរជាទីមោទកភាពអីអញ្ចឹងទៅអញ្ចឹងបាទអរគុណហើយជាចុងក្រោយសង្ឃឹមថាបងប្អូនអ្នកទី 8A ទាំងអស់បាទដែលបានមើលវីដេអូនេះកុំភ្លេចបាទថ្ងៃក្រោយត្រូវចេះរៀនសំពះឲ្យបានសមរម្យហើយចាត់ទុកថាការដែលយើងរៀនសំពះបែបនេះវាមិនមែនជាទង្វើមួយដែលអត់មានតម្លៃទេវាជាទង្វើមួយដែលមានតម្លៃបំផុតដោយបុរាណមួយពោលថាថោកអីនឹងដៃថ្លៃអីនឹងមាត់បាទអរគុណសូមជម្រាបលា